សូមឆ្លើយសំណួរតិចណាចម្លើយនេះអត់ផ្អែកទៅលើការអាន script ចាំដើម្បីធ្វើ tutorial ទេ no commercial stereo mono file ឬក៏ stereo mono element យើងអត់គ្រប់គ្រងត្រូវ final mix ដែលพี่យកទៅគាត់ចាក់នៅក្នុង online ហើយនឹងមានផ្នែកខ្លះនៃ mix របស់យើងហ្នឹងគឺវាលឺ I don't deal with them about you, ho, I'm a boss, that's me. They cut for me, when they shake, you still. ណែហួង Play, I'm a this shit. ចំណុចតាក់ទាញរបស់ខ្ញុំនៅវគ្គនេះទី1គឺ flow ទី2គឺខ្ញុំប្រើភាសាអង់គ្លេសច្រើនអញ្ចឹងសម្រាប់បរទេសគាត់ស្ដាប់ហើយគាត់ ឥឡូវខ្ញុំគិតថាមកឆ្លើយសំណួរបងឬក៏បងអូនហ្នឹងដែលគាត់ឆាតសួរភាពខុសគ្នារវាង stereo ហើយនិង mono ហើយឱកាសល្អណាស់ដែលកំពុងតែធ្វើការ mastering episode 9របស់ The Next Level Rap Star ហើយឥឡូវនេះកំពុងតែឲ្យវាហត់គេហៅថាម៉េចloudness monitoring កំពុងតែវាស់ខ្នាតរលែងដោយសារខ្ញុំត្រូវ delivery 2 format ទី1គឺ digital format digital ហើយនិង format សម្រាប់ទូរទស្សន៍ប្រចាំទូរទស្សន៍បើយត់ក៏យកទៅប្រចាំទូរទស្សន៍អញ្ចឹងអាហ្នឹងគឺ BWF broadcast wave format អញ្ចឹងឲ្យវា run ទៅណាពីដើមដល់ចប់ចាំមើលទៅតើវានៅខ្នាតប៉ុន្មានហើយយើងត្រូវតម្លាក់តម្លើងប៉ុន្មានអញ្ចឹងសូមឆ្លើយសំណួរតិចណាភាពខុសគ្នារវាង stereo ហើយនិង mono ចម្លើយនេះអត់ផ្អែកទៅលើការអាន script ចាំដើម្បីធ្វើ tutorial ទេ no ការងារខ្ញុំមកចំនួនធំតម្លាក់ការងារតូចការងារធំជាពិសេសការងារ The Next Level Star នេះការងារដែល file មួយគឺបានពីភ្លើងគប់គឺជា file ដែលវាស្ថិតនៅក្នុង mono ហើយយើងយកវាមកតម្លាក់យកវាមក populate នៅក្នុង workspace ឲ្យវាទៅតាម data mono វាគួរទៅត្រូវ convert វាទៅជា stereo ឬក៏ stereo ដែលមានគួរទៅណាអញ្ចឹងណាអញ្ចឹងអត់ផ្អែកទៅលើអីដែលខ្ញុំដឹងហើយចង់ចែកម្លេចផ្អែកលើខ្ញុំរៀនសូត្រជាទ្រឹស្ដីក៏ដូចជាស្អីដែលខ្ញុំធ្វើនឹងហើយ mono file stereo file ទាំងពីរហ្នឹងគឺសំខាន់តែនៅពេលដែលយើងដឹង material នឹងច្បាស់យើងអត់ឲ្យ project ធំមួយដែលវាមានការ mix ការធ្វើ sound design ការ routing complex មួយ fail បានទេយើងត្រូវច្បាស់អំពី mono and stereo អញ្ចឹងស្ដាប់មកទៅ mono stereo បើជាការបញ្យល់សាមញ្ញទេ stereo វាមាន2 channel mono មាន1 channel តែគាត់ថាវាខុសគ្នាមិនវាខុសគ្នាដោយសារតែវាខុសគ្នាលើ channel stereo វាមាន2 channel ឆ្វេងស្ដាំ channel 1 and 2 left and right តែពេល mono វាមានតែមួយ channel ជាទូទៅគឺមានតែ left channel តែយើងអត់ឲ្យវាទៅ left channel ទេយើងឲ្យវាទៅ channel number 1 channel 1អញ្ចឹងណាអញ្ចឹងជាទូទៅនៅពេលដែលយើង play mono file នៅក្នុង stereo system អញ្ចឹងវាហត់ទៅតែមកជារៀងយើងស្ដាប់ហើយយើងលឺអញ្ចឹងហ្នឹងវាខុសគ្នាអញ្ចឹងប៉ុន្តែ system ខ្លះវា force playback ឲ្យបើទោះបីយើង play ស្អីក៏ដោយក៏វា playback ជា stereo ជា 2 channel យើងស្វែងស្ដាប់ប៉ុន្តែ character នៃសំឡេងមួយដែលត្រូវបានគេធ្វើវានៅក្នុង mono វាដូចគ្នាក្នុង stereo ឯងដោយសារ character របស់ sound mono បើទោះបីយើង playback អា file mono មួយនឹងចូលទៅក្នុង playback ដែលវាអនុញ្ញាតឲ្យវាមានការចេញពីសំឡេង speaker ឆ្វេងស្ដាំទាំងពីរហ្នឹងក៏វាមានអារម្មណ៍ថាវាមកពីកណ្ដាលវាអត់មានអា wide and depth អញ្ចឹងណាប៉ុន្តែ stereo គឺយើងស្ដាប់មកទៅគឺវាចេញមកពី channel ហ្នឹងគឺវាមាន wide and depth ហ្មងអញ្ចឹងឧទាហរណ៍ថាបើសិនជាខ្ញុំ mix scene រឿងមួយដែលមានផ្ទុះមាន debris ថ្មខ្ចាយមានសលេង explosion ផ្ទុះខ្លាំងមនុស្សប៉ើងដោយ shock wave ពីឆ្វេងទៅស្ដាំហើយបើយើង playback នៅក្នុង stereo យើងលឺ mixing មួយហ្នឹងគឺវា immersive ចេញពីឆ្វេងស្ដាំមកអញ្ចឹងណាតែបើសិនជាខ្ញុំ convert អាហ្នឹង convert អា file stereo ហ្នឹងទៅជា file mono ហើយ playback នៅក្នុង system stereo យើងលឺពីឆ្វេងស្ដាំដូចគ្នាប៉ុន្តែគ្រាន់តែអាទាំងអស់ហ្នឹងimmersive mixing ទាំងអស់ហ្នឹងគឺវាមូលនៅចំកណ្ដាលហ្មងអញ្ចឹងវានៅចំកណ្ដាលឲ្យយើងស្ដាប់មកទៅគឺគ្រប់យ៉ាងគឺមកចេញពីកណ្ដាលហ្នឹងហ្មងអាហ្នឹង mono file អញ្ចឹងវាស្រ័យបើយើងនិយាយទៅបើយើងនិយាយចូលជ្រៅទៅដោយសារគាត់សួរផ្អែកទៅលើកម្រិតចង់ឲ្យបញ្យល់របៀប beginner អញ្ចឹងណាតែបើបញ្យល់ឲ្យជ្រៅទៅដើម្បីឲ្យយើងបានយល់ដឹងជ្រៅទៅលើអា mono stereo file នឹងបន្ថែមយើងគួរតែសិក្សាវាឲ្យជ្រៅជាងនឹងទៅទៀតតែអញ្ចឹងណាចុះសំណួរនឹងល្អខ្ញុំអរគុណសម្រាប់សំណួរហ្នឹងអញ្ចឹងនៅពេលដែលយើងចង់ហក់ចូលទៅក្នុង surround sound ដោយសារ surround sound it's another level អ
ចឹងយើងត្រូវយល់ច្បាស់អំពី mono stereo ឲ្យច្បាស់ហ្មងតែ element នៅក្នុង scene មួយហ្នឹងសំឡេងមួយហ្នឹងគួរតែវានៅក្នុង stereo ក្នុង mono ចុះបើសិនជាយើងមាន file សំឡេងនឹងជា stereo ប៉ុន្តែយើងចង់ធ្វើទៅជា mono យ៉ាងម៉េចឬក៏យើងមាន file អានឹងជា mono យើងចង់ធ្វើវាទៅជា stereo យ៉ាងម៉េចដាក់វាយ៉ាងម៉េចចឹងសំខាន់ចឹងនេះជាការបញ្យល់សាមញ្ញចឹង stereo 2 channel mono 1 channel អូខេ pro tip នេះមាន tip ខ្ញុំចែករំលែក commercial stereo mono file ឬក៏ stereo mono element នៅក្នុង project តូចធំមួយដែលមាន element ទាំងពីរនៅជាមួយគ្នាយើងត្រូវគ្រប់គ្រងឲ្យច្បាស់យើងត្រូវកំណត់វាច្បាស់ថាតើវាគួរនៅក្នុង track mono ឬក៏ stereo យើងអត់គ្រប់គ្រងត្រូវ final mix ដែលពីយកទៅគាត់ចាក់នៅក្នុង online ហើយនឹងមានផ្នែកខ្លះនៃ mix របស់យើងហ្នឹងគឺវាលឺតែម្ខាងប្រយ័ត្នអរគុណ